បកស្រាយអំពីចិត្តជាបុណ្យនិងចិត្តជាបាបចិត្តជាបុណ្យប្រកបដោយមហាកុសល8ដួងគឺសសង្ខារកៈប្រែថាមានអ្នកដតីបបួលដឹកនាំឲ្យធ្វើបុណ្យទៅធ្វើដែលប្រកបដោយញាណសម្បយុត្តមានប្រាជ្ញាឆ្លៀវឆ្លៀសចេះដឹងក្នុងការងារជាបុណ្យកុសលនោះ2ដួងនិងសសង្ខារកៈប្រកបដោយញាណវិបយុត្តដែលមិនមាននៅប្រាជ្ញាឆ្លៀវឆ្លៀសចេះដឹងក្នុងកិច្ចការងារជាបុណ្យកុសលនោះ2ដួងអសង្ខារិកៈប្រែថាមិនមានអ្នកដតីបបួលដឹកនាំតែធ្វើដោយខ្លួនឯងដែលប្រកបដោយញាណសម្បយុត្ត2ដួងនិងអសង្ខារិកៈប្រកបដោយញាណវិបយុត្ត2ដួងចំណែកឯចិត្តជាអកុសល12ដួងគឺលោភៈមូលចិត្ត3ដួងតោសៈមូលចិត្ត2ដួងមោហៈមូលចិត្ត2ដួងរួមត្រូវជា12ដួងចិត្តជាមហាកុសលជាចិត្តដែលមិនមាននៅលោភៈតោសៈមោហៈមិនពិតចិត្តជាអកុសលមូល3លោភៈតោសៈមោហៈចិត្តគឺសេចក្តីលោភលន់តែងតែមិនមាននៅសេចក្តីសុខព្រោះគិតខ្វល់ខ្វាយតែក្នុងសេចក្តីប្រាថ្នាលោភលន់ចង់បានហួសហេតុពេកសេចក្តីលោភលន់នេះប្រកបដោយកាមតណ្ហាដ៏ក្រាស់ស្មឹកដែលធ្វើចិត្តចូលជន់ពោពេញទៅដោយរាគៈតណ្ហាប្រកបដោយសេចក្តីស្រេកឃ្លានក្នុងចំណង់គឺសេចក្តីប្រាថ្នាត្រូវការចង់បានដ៏យ៉ាងក្រាស់ក្រៃបំផុតដែលធ្វើចិត្តឲ្យសៅមងកកក់ល្អជាចិត្តធ្ងន់ដោយបាបអកុសលគឺចិត្តអាក្រក់ប្រកបដោយសេចក្តីថោកទាបលាមកចិត្តជាតោសៈគឺសេចក្តីខឹងក្រោធមាននៅទុក្ខទោមនស្សប្រកបដោយសេចក្តីថ្នាំងថ្នាក់អន់ចិត្តនិងសេចក្តីទុក្ខតូចចិត្តដែលដុតរលចិត្តឲ្យក្តៅក្រហាយក្នុងភ្លើងតោសៈនោះធ្វើចិត្តពោពេញទៅដោយសេចក្តីអាក្រក់គឺសេចក្តីបាបលាមកថោកទាបបំផុតចិត្តជាមោហៈវង្វេងភ័ន្តច្រឡំដែលធ្វើនៅអំពើខុសឆ្គំឆ្គងផ្សេងឬគិតយល់ឃើញខុសដែលជាចិត្តមច្ឆាទិដ្ឋិគឺការយល់ឃើញខុសនោះឯងទើបធ្វើឲ្យចិត្តវង្វេងគិតខុសធ្វើខុសនៅក្នុងអំពើបាបដ៏លាមកអាក្រក់ផ្សេងចិត្តដែលជាអកុសលមូលគឺលោភៈទោសៈមោហៈទាំង3នេះជាចិត្តពោពេញដោយបាបអកុសលនិងមច្ឆរិយៈគឺសេចក្តីកំណាញ់ស្វិតស្វាញផងនិងជាចិត្តប្រកបដោយបាបអកុសលគឺការចងគំនុំអាឃាតពេវរាផងនិងជាចិត្តវង្វេងក្នុងការគិតយល់ឃើញខុសហើយធ្វើនៅអំពើបាបលាមកដ៏អាក្រក់ថោកទាបផ្សេងផងមិនពិតចិត្តដែលជាកុសលធម៌គឺអលោភៈមិនមានសេចក្តីលោភអតោសៈមិនមានសេចក្តីខឹងក្រោធអមោហៈមិនមានសេចក្តីវង្វេងដែលជាចិត្តស្អាតបរិសុទ្ធហើយជាចិត្តមិនមាននៅសេចក្តីក្តៅក្រហាយចិត្តទុក្ខតូចចិត្តអន់ចិត្តនិងបដិខៈគឺសេចក្តីថ្នាំងថ្នាក់ចិត្តហើយនឹងមិនមាននៅការចងគំនុំអាឃាតពេវរាជាការពិតណាស់ចិត្តដែលប្រកបដោយអកុសលមូលចិត្តតែងធ្លាក់ទៅកើតក្នុងកំណើតអបាយភូមិ4គឺនរកប្រេតតិរច្ឆានអសុរកាយក៏ប៉ុន្តែចំណែកឯចិត្តជាកុសលមូលតែងតែញ៉ាំងចិត្តឲ្យទៅកើតក្នុងកំណើតសុគតិភពជាឋានដ៏ខ្ពង់ខ្ពស់គឺមនុស្សនិងទេវតានិងបរមសុខពោលគឺបានដល់នៅព្រះនិព្វានព្រោះហេតុតែមិនមាននៅឆន្ទៈគឺរលត់សាបសូន្យអស់នៅវិញ្ញាណដែលមិនកើតចាស់ឈឺស្លាប់តទៅទៀតឡើយ